ចំពោះ finger picking ដែលយើងលេង style បែបជាចង្វាក់ pop bass 3 2 3 1 3 2 3 អញ្ចឹងក្នុងមួយពេលវាមានចំនួនប៉ុណ្ណឹងមួយ chord ដែលយើងត្រូវលេងនៅក្នុងបទចម្រៀងហ្នឹងប៉ុន្តែនៅពេលដែលបទចម្រៀងមានក្នុងមួយពេលហ្នឹងវាមាន2 chord ដែលយើងត្រូវលេងគេហៅថា clash ហ្នឹងអញ្ចឹងយើងត្រូវលេងបែបណាបើសិនជាយើងលេងពេញយើងលេង bass 3 2 3 1 3 2 3 អញ្ចឹងនៅពេលដែលយើងចង់ឧទាហរណ៍ថា chord ដូមួយយើងលេងពេញជា finger picking បែប pop ហ្នឹង bass 3 2 3 1 3 2 3 អញ្ចឹងយើងលេងពេញក្នុងមួយពេលគឺបែបហ្នឹងអញ្ចឹងវាមាន bass 3 2 3 1 3 2 3 អញ្ចឹងយើងលេងតែពាក់កណ្ដាលមកបើសិនជាក្នុងមួយពេលហ្នឹងវាមាន2 chord ដូនិង chord សល់អញ្ចឹងយើងលេងកន្លះយើងលេងបែបណាគឺយើងលេង bass 3 2 3 bass 3 2 3យើងលេងបែបហ្នឹងអូខេបើសិនជាមានចម្ងល់អីអាច comment នៅខាងក្រោមបន្ថែមទៀតបានអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ